ការជឿទឹកចិត្តទៅលើព្រះយេស៊ូវគឺជាមូលដ្ឋានគ្រឹះនៃសន្តិភាពនិងកម្លាំងចិត្តដ៏ពិតប្រាកដសម្រាប់ជីវិតរបស់យើងនៅពេលដែលយើងប្រឈមមុខជាមួយនឹងបញ្ហាសម្ពាធឬភាពមិនប្រាកដប្រជាការចូលទៅរកព្រះយេស៊ូវដោយមានចិត្តស្មោះត្រង់នឹងផ្ដល់ការសម្រាលហើយនឹងដំណោះស្រាយការជឿទុកចិត្តទៅលើព្រះដើម្បីដឹកនាំជីវិតរបស់យើងគឺជាអំណោយទានដ៏មានអត្ថប្រយោជន៍បំផុតសម្រាប់សុខុមាលភាពទាំងចិត្តទាំងកាយនិងវិញ្ញាណបើយើងអនុញ្ញាតឲ្យព្រះដឹកនាំជីវិតយើងនោះទ្រង់នឹងជួយយើងឲ្យយើងលះបង់ចោលទម្លាប់មិនល្អដើម្បីឲ្យយើងចំណាយពេលរីករាយជាមួយនឹងភាពអស់កល្បជាមួយនឹងទ្រង់នៅពេលដែលយើងមានការសង្ស័យឬក៏ពិបាកចិត្តចូលយើងទៅឲ្យព្រះដោយការទិដ្ឋានហើយយើងត្រូវអានព្រះបន្ទូលរបស់ព្រះជាប្រចាំថ្ងៃនិងចូលរួមជាមួយនឹងក្រុមជំនុំព្រះវិហារដែលគាត់នឹងជួយលើកទឹកចិត្តយើងការជឿទុកចិត្តទៅលើព្រះគឺមិនមែនមានន័យថាយើងនឹងមិនជួបទុក្ខលំបាកនោះទេប៉ុន្តែការជឿទុកចិត្តគឺជួយឲ្យយើងមានក្តីសង្ឃឹមនិងភាពក្លាហានដើម្បីឆ្លងកាត់ឧបសគ្គអស់ទាំងនោះហើយវានឹងជួយឲ្យយើងមានការយល់ឃើញវិជ្ជមាននៅក្នុងជីវិតរបស់យើងដោយដឹងថាព្រះគឺតែងតែគង់នៅជាមួយយើងជានិច្ចហើយព្រះក៏មានផែនការដ៏ល្អសម្រាប់យើងការជឿទុកចិត្តទៅលើព្រះគឺប្រៀបដូចជាយុទ្ធការដ៏រឹងមាំមួយដែលជួយឲ្យយើងនៅតែមានភាពនឹងណោទោះបីជាជីវិតរបស់យើងជួបព្យុះភ្លៀងយ៉ាងណាក៏ដោយនៅពេលដែលយើងមានជំនឿគឺធ្វើឲ្យយើងមានទិសដៅនៅក្នុងជីវិតថាយើងត្រូវតែធ្វើយ៉ាងដូចម្តេចការមានជំនឿគឺធ្វើឲ្យជីវិតរបស់យើងមានទិសដៅពិតប្រាកដហើយបើសិនជាអ្នកទាំងអស់គ្នាកំពុងតែជួបបញ្ហាអ្នកទាំងអស់គ្នាគឺបានដឹងថាបើសិនជាយើងជឿទុកចិត្តទៅលើព្រះគឺទ្រង់នឹងអាចជួយឲ្យយើងជំនះនៃឧបសគ្គអស់ទាំងនោះបាននៅពេលដែលយើងមានជំនឿគឺសុខភាពរបស់យើងក៏ល្អផ្នែកគំនិតរបស់យើងផ្នែករាងកាយរបស់យើងក៏ល្អដូច្នេះហើយអ្នកទាំងអស់គ្នាត្រូវតែមានជំនឿទៅលើព្រះយេស៊ូវហើយនឹងខ្ញុំមានខលលើកទឹកចិត្តទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាចូលទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្តកុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះនោះទ្រង់នឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯងហើយនៅថ្ងៃនេះនាងខ្ញុំក៏មានតែប៉ុណ្ណេះនាងខ្ញុំសូមអរគុណសូមព្រះប្រទានពរ